ស្ដាប់អាដាមបូរ៉ាបាយមិញគឺខ្ញុំបាទចាប់អារម្មណ៍ពាក្យថាប្រគល់បដាអាសន្នខ្ញុំបាទសូមគោរពជំរាបសួរអាដាមអត់សេដ្ឋាបាទអត់សេដ្ឋាវិញម្ដងចង់សួរថាអ្វីទៅជាប្រគល់បដាអាសន្នហើយប្រគល់បដាអាសន្ននេះវាខុសពីប្រគល់ព្រំដែនអចិន្ត្រៃយ៍យើងយ៉ាងណាខ្លះដែរបាទជំរាបជូនបានបាទជាសំណួរមួយដែលល្អបាទខ្ញុំសូមជំរាបជូនជាដំបូងដូចនេះហើយបង្គោលព្រំដែនអចិន្ត្រៃយ៍យើងបាទដែលដូចខ្ញុំបានជំរាបជូនពីដំបូងហើយបង្គោលព្រំដែនដែលយើងអាចថាព្រំដែនអចិន្ត្រៃយ៍នេះគឺជាបង្គោលព្រំដែនដែលបានបោះនៅចន្លោះឆ្នាំ1919និង1920បាទគឺជានេះជារូបភាពដែលបង្គោលហ្នឹងបាទបង្គោលដែលនៅសេសសល់នាពេលបច្ចុប្បន្នមួយចំនួនហ្នឹងបាទបង្គោលនេះទាំងអស់នឹងមាន74ហើយមួយចំនួនវានៅសល់មួយចំនួនទៀតបាត់បង់ចុះចំណែកបង្គោលបណ្ដោះអាសន្នបង្គោលបណ្ដោះអាសន្ននេះយើងសម្គាល់ថាអីបង្គោលបណ្ដោះអាសន្នជាអាចនិយាយថាជាបង្គោលសញ្ញាសម្គាល់ខ្សែព្រំដែនដែលយើងនឹងបោះនៅតាមចន្លោះបង្គោលព្រំដែនអចិន្ត្រៃយ៍ហ្នឹងបាទហេតុអីបានជាយើងនិយាយដូច្នេះដោយសារបង្គោលព្រំដែនអចិន្ត្រៃយ៍ហ្នឹងបានបោះនៅយើងឃើញគឺ74បាទ74អញ្ចឹងបង្គោលនៅតាមបណ្ដោយព្រំដែនយើងហ្នឹងវាអាចថាមានបង្គោលហ្នឹងវាមានគម្លាតឆ្ងាយពីគ្នាអញ្ចឹងណាប៉ុន្តែអ្វីដែលយើងនៅធ្វើនៅបច្ចុប្បន្ននេះគឺយើងរកឃើញទីតាំងបង្គោលពិតប្រាកដមួយចំនួនជាពិសេសនៅចន្លោះដែលយើងកំពុងតែជជែកគ្នានេះគឺ52 59និង42 47ហើយយើងបានរៀបចំគឺការចោះទៅធ្វើការបោះបង្គោលនៅចន្លោះបង្គោលដែលនៅសល់ពីសម័យបារាំងឆ្នាំ1919និង1920អញ្ចឹងនៅចន្លោះនេះគឺយើងមានទីតាំងបង្គោលដែលយើងរកឃើញហ្នឹងគឺនៅចន្លោះ52 59ហ្នឹងយើងឯកភាពគ្នាលើទីតាំងហើយទី1វាជាខ្សែត្រង់អញ្ចឹងអាក្នុងខ្សែត្រង់ហ្នឹងយើងអាចថាគឺជាខ្សែដែលថាបើនិយាយចំទៅគឺថាជាខ្សែព្រំដែនពិតប្រាកដហើយក៏ប៉ុន្តែភាគីទាំងពីរហ្នឹងមិនទាន់បានធ្វើការខណ្ឌសីមានៅលើដីទេដូច្នេះដើម្បីឲ្យឃើញនៅតំបន់ហ្នឹងថាមានជាខ្សែជាអីចឹងយើងឯកភាពគ្នាថាធ្វើការបោះបង្គោលបណ្ដោះអាសន្នបាទបង្គោលបណ្ដោះអាសន្នជាបង្គោលដែលមានរូបរាងវាមិនដូចជាបង្គោលពិតប្រាកដទេមិនគោលដូចបង្គោលដែលអចិន្ត្រៃយ៍ទេអានេះគឺជារូបភាពដែលយើងទាំងភាគីទាំងពីរហ្នឹងឯកភាពនេះជាបង្គោលប្រភេទនេះបាទបង្គោលប្រភេទនេះมันអាចយកទៅចាត់ទុកថាជាបង្គោលព្រំដែននៅឡើយទេបាទអរគុណអាដាមបាទពាក់ព័ន្ធនឹងប្រគល់បដាអាសន្នទេប៉ុន្តែក៏មានមតិមួយចំនួនក៏គាត់លើកឡើងថាហេតុអីបានជាចាំបាច់ត្រូវបោះប្រគល់បដាអាសន្ននេះហើយការបោះប្រគល់បដាអាសន្ននេះហើយការបោះប្រគល់បដាអាសន្ននៅពេលថ្មីហាក់ដូចជាយើងបញ្ញាប់តក់កុហលទៅទៀតមានការលើកឡើងមតិនៅក្នុងបណ្ដាញសង្គមមួយចំនួនអញ្ចឹងខ្ញុំចង់ឲ្យគ្រប់ជំរាបសួរអាដាមបូរ៉ាវិញម្ដងអាដាមអាចបកស្រាយពីចំណុចនេះបានទេថាហេតុអីបានជាយើងចាំបាច់ត្រូវបោះប្រគល់បដាអាសន្នហើយហេតុអីបានជាពេលថ្មីនេះយើងបោះប្រគល់បដាអាសន្នរៀងបញ្ញាប់តក់កុហលបាទសូមគ្រប់ជាអាដាមបាទសូមអរគុណជាថ្មីលោកចំណានពាក់ព័ន្ធជាមួយនឹងសំណួរនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថាការពិតទៅការងារចោះវាស់វែងនឹងខណ្ឌសីមាព្រំដែនរបស់យើងក្រោយពីភាគីទាំងពីរបានឯកភាពគ្នាលើ MOU ជាប់លេខាលើ MOU និងបន្ទាប់មកជាប់លេខាឯកភាពលើ TOR ដែលយើងហៅថាបែបបទការងារនៅក្នុងឆ្នាំ2003មកគឺក្រុមការងារបច្ចេកទេសរបស់យើងបានចោះអនុវត្តការងារលើដីតាំងពីឆ្នាំ2006មកម្លេះគ្រាន់តែថាការចោះនោះគឺមាន30ជំហានដែលបានបញ្ជាក់ជូនយ៉ាងច្បាស់នៅក្នុង TOR ឆ្នាំ2003អញ្ចឹងសួរថាកាលពីចុះឆ្នាំ2006យើងចុះធ្វើអីគឺយើងបានចុះទៅរកទីតាំងប្រគល់ទាំងអស់ហ្នឹងអញ្ចឹងយើងចុះគឺយើងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមអ្វីដែលបានឯកភាពគ្នានៅក្នុង MOU ក្នុង MOU របស់យើងគឺមាន3ចំណុចខ្ញុំសូមបញ្ជាក់ជូនបាទនេះ MOU របស់យើងគឺយើងបានបញ្ជាក់ច្បាស់ណាស់អញ្ចឹងក្រុមការងារទាំងអស់គឺទៅគោរពតាមស្មារតីនៃ MOU នេះហើយក្នុង TOR ក៏បានរំលឹករឿងនឹងឡើងវិញដែរអញ្ចឹងការងារដែលយើងចុះទៅក្នុងអំឡុងឆ្នាំ2006គឺយើងចុះទៅក្នុងជំហានដំបូងគេហើយសម្រាប់ជាលទ្ធផលនោះគឺយើងបាន
ឯកភាពនៅបង្គោលមួយចំនួនហើយបង្គោលមួយចំនួនទៀតក៏មិនទាន់បានឯកភាពគ្នានៅឡើយដែរហើយចំពោះការងារកន្លងមកនេះការងារដែលខ្ញុំបានធ្វើវឌ្ឍនភាពជូនបងប្អូនជនជាតិមុននេះគឺការងារបោះបង្គោលបណ្ដោះអាសន្នហើយដែលអាដាមអិតថាលោកបានបញ្ជាក់ជូនហើយថាវាមិនមែនជាបង្គោលព្រំដែនទេប៉ុន្តែបង្គោលបណ្ដោះអាសន្នគឺជាផ្នែកមួយនៃការងារខណ្ឌសីមានៅលើដីជាក់ស្ដែងដោយបងបានជ្រាបហើយថាយើងចោះធ្វើការងារវាស់វែងនឹងខណ្ឌសីមាតាំងពីឆ្នាំ2006មកអញ្ចឹងការងារបោះបង្គោលបណ្ដោះអាសន្ននេះគឺជាផ្នែកមួយនៃការងារខណ្ឌសីមាមិនថាបោះនៅលើខ្សែដែលមានជំហររួមមិនថាបោះនៅលើខ្សែដែលមានជំហរផ្សេងគ្នាទេហើយទៀតសោតប្រហែលជាបងប្អូនមិនទាន់បានជ្រាបឬក៏ថាមិនបានទទួលព័ត៌មាននេះគឺមែនតើទៅក្រុមអ្នកបច្ចេកទេសយើងបានពិភាក្សាការងារនេះតាំងពីខែកក្កដាឆ្នាំ2024មកម្លេះកាលហ្នឹងមានកិច្ចប្រជុំ OG ឬក៏កិច្ចប្រជុំក្រុមប្រតិបត្តិការគឺយើងបានលើកពីគំនិតលើកពីការជំរុញការងារនេះកាលពីខែកក្កដាឆ្នាំ2024ដែលពេលនោះហើយអ្វីគឺចាប់ផ្ដើមវិវត្តទៅមុខរហូតបាទគឺយើងចាប់ផ្ដើមធ្វើពង្រៀងបែបបទណែនាំបច្ចេកទេសជាបន្តបន្ទាប់ហើយក៏ចុងក្រោយគឺយើងបានទទួលការអនុម័តពីប្រធានឬក៏ពីគណៈកម្មការព្រំដែនចម្រុះរបស់យើង JBC បាទដូច្នេះត្រឡប់មកវិញសួរថាតើការងារនេះជាការងារតកហល់ទេបើបងប្អូនមើលទៅលើស្ថានភាពបងប្អូនអាចគិតថាវាជាការងារតកហល់ឬក៏វាជាការងារដែលយើងបញ្ញាប់បញ្ញាល់ធ្វើពេកតែមិនជាក់ស្ដែងទៅគឺការងារនេះគឺជាការងារដែលស្ថិតនៅតាមលំហូរការងាររបស់យើងមានន័យថាយើងធ្វើការងារទាំងអស់នេះតាមជំហាននីមួយៗដែលយើងបានឯកភាពគ្នាបាទហើយការងារនេះទៀតសោតសូមបងប្អូនទុកចិត្តលើការងារក្រុមការងារបច្ចេកទេសរបស់យើងគឺយើងគោរពបានយ៉ាងខ្ជាប់ខ្ជួនយើងមិនឲ្យប្រះចាកពីអ្វីដែលបានឯកភាពគ្នានៅក្នុង MOU ឆ្នាំ2000នោះទេមានអនុសញ្ញាឆ្នាំ1604សន្ធិសញ្ញាឆ្នាំ1907ផែនទីនិងឯកសារដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការអនុចិនសៀមនៅពេលនោះហើយយើងបានគោរពយ៉ាងច្បាស់ជាពិសេសទីតាំងបង្គោលគឺយើងប្រើឯកសារចំនួន2ទៀតដែលអាដាមអស្ថាលោកបានលើកឡើងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកំណត់ហេតុបោះបង្គោលនៅចន្លោះឆ្នាំ1908និង1909ហើយនឹងកំណត់ហេតុបោះបង្គោលនៅក្នុងឆ្នាំ1919និងឆ្នាំ1920ជាសរុបគឺមិនមែនជារឿងដែលថ្មីសម្រាប់ការងារព្រំដែននោះទេហើយក៏មិនមែនជារឿងតក់ក្រហល់នោះដែរបាទសូមអរគុណបាទជាម្ដងទៀតគឺមិនមែនជារឿងតក់ក្រហល់ទេសម្រាប់ការងារនៃការបោះបង្គោលបណ្ដោះអាសន្ននៅក្នុងការងារនាពេលថ្មីៗនេះបាទអរគុណអាដាម